ថ្ងៃនេះគឺខ្ញុំទទួលបាន iPhone 15 Pro Max ដែលបញ្ហាហ្នឹងគឺវាខូចកាមេរ៉ាក្រោយបាទអញ្ចឹងពេលណាយើងបើកមកងឹតឈឹងបាទចុចកាមេរ៉ាមុខចេញមកធ្លាក់នេះឃើញទេអញ្ចឹងបញ្ហានេះវាកើតឡើងដោយសារទី1ធ្លាក់បាទធ្លាក់ខ្លាំងបាទខ្ទ័រទៅបែក sensor ក្នុងក៏អាចខូចហើយបងប្អូនតែឆ្ងល់ថាអត់តែខូចកាមេរ៉ាក្រោយច្បាច់ពិលអត់ចេញទេបាទអាហ្នឹងជារឿងពិតបាទពេលណាវាខូចកាមេរ៉ាហើយច្បាច់ flash អត់ចេញទេបាទយើងចុច flash ភ្លើងពិលគឺអត់ចេញទេអញ្ចឹងអាហ្នឹងគឺតើតាយើងដូរកាមេរ៉ាបានវាដំណើរការវិញបាទអញ្ចឹងយើងធ្វើការដោះដូរបងប្អូនបាទធ្វើការដោះដូរកាមេរ៉ាហើយម៉ាស៊ីននេះសំណុំចាស់តែម្ដងបាទនិយាយពីថាកោះមកឡើងប្រាប់តែម្ដងហ្មងបាទអេក្រង់វាបាទអញ្ចឹងហើយយើងធ្វើការមូលខ្ចៅបាទមូលខ្ចៅ2 3 4 5ហ្នឹងបាទដើម្បីធ្វើការដោះអេក្រង់ចេញបាទដោះអេក្រង់ចេញទុកមួយអន្លើបាទអញ្ចឹងនេះអេក្រង់វាឃើញថាថ្លៃដូចមាសបាទអញ្ចឹងយើងទុកឲ្យស្រួលបាទយើងធ្វើការដោះកាមេរ៉ាទៅបាទហើយដូរកាមេរ៉ានេះគឺវីដេអូរៀងលឿនទេបងប្អូនបាទរៀងលឿនទេអញ្ចឹងបើភ្ញៀវចង់ដូរកាមេរ៉ាអីអាចអង្គុយចាំយកបានបាទហើយកន្លែងខ្ញុំនេះវារៀងឆ្ងាយតិចហើយបាទអញ្ចឹងមកគឺភ្ញៀវច្រើនតែអង្គុយចាំយកបាទអញ្ចឹងកាមេរ៉ាឃើញថាស្អាតចាស់តែវាអត់ចេញអញ្ចឹងអានឹងយើងអត់មានដំណោះស្រាយក្នុងការជួសជុលអីទេបាទខ្ញុំមិនសូវប្រើខួរក្បាលសាមញ៉ាំច្រើនទេភាគច្រើនយកមកខូចអីដូរនឹងតែម្ដងបាទនិយាយមួយម៉ាត់ទៅគឺថាអត់ចេះក៏ថាបានហើយបាទអញ្ចឹងយើងធ្វើការដូរកាមេរ៉ានេះគឺជាកាមេរ៉ាស៊ីនដែលយើងគាស់ពីម៉ាស៊ីនណាបងប្អូនបាទគាស់ពីអាម៉ាស៊ីនដែលជាប់ iCloud ហ្នឹងដែលប្រើបានហ្នឹងបាទយើងយកមកដោះវាចេញពីអានោះយកមកដាក់អានេះផ្លឹបទៅដើរភិលតែម្ដងបាទដើរភិលអញ្ចឹងយើងធ្វើការកឹបស្នាប់ហើយយើងធ្វើការឈូសកាវបាទកាវរបស់វានេះនិយាយពីថាស្អិតរម៉ែរអើបាទអញ្ចឹងយើងធ្វើការឈូសកាវវាស្អាតមកដើម្បីធ្វើការបិទជំរាបទឹកការពារធូលីអាម៉េចទេមិនទៅបិទជំរាបទឹកការពារធូលីណាឆ្កុយបាទអញ្ចឹងយើងធ្វើការបិទស្កុតហ្នឹងទៅដើម្បីការពារបានទាំងធូលីការពារបានទាំងទឹកបាទហើយភ្ញៀវសួរថាការពារបាន100%អត់អាហ្នឹងយើងអត់ធានាថាបាន100%ទេសូម្បីតាទូរស័ព្ទសំណុំស៊ីនឲ្យពីប្រអប់ថតនៅក្នុងសមុទ្รงើបឡើងពីមួយថ្ងៃលុតផ្លឹបយកមកដោះផ្កាអំបិលស្ញាចហើយសួរយកទៅឲ្យ Apple យកទៅឲ្យ Tim Cook បើ Tim Cook ទៅនេះឲ្យកោតបាទអញ្ចឹងអានេះគឺប្រើដោយការទទួលខុសត្រូវបាទគាត់ថាត្រូវទឹកភ្លៀងត្រូវទឹកអីតិចតួចធ្លាក់ក្នុងប៉ោតស្ពេត្រូធ្លាក់នៅក្នុងស្រះអីតិចតួចអត់អីទេបាទរាវរើមកឃើញគឺប្រើបានបាទអញ្ចឹងកាមេរ៉ាយើងឃើញថាវាដើរភិលវិញហើយប៉ុណ្ណឹងគឺស៊ីលុយបាត់ទៅហើយបាទនេះខ្ចីញ៉ាញ់តែម្ដងបាទគាត់ថាយើងដូរកាមេរ៉ាវា load message load នៅក្នុង setting អីចឹងបាទប៉ុណ្ណឹង